អ្នកស្នងដំណេញគ្រួសារហ្វូមិនមានអ្នកណាហ៊ានទៅរញ៉េរញ៉ៃទេបើសិនជាខ្ញុំមិនចេញពីតុរបស់គាត់ទេសៀវភៅរបស់ខ្ញុំនឹងបានចូលធុងសំរាមហើយពេលនេះហើយតើមានអ្នកណាដែលខ្ញុំអាចពឹងបានទៅតើខ្ញុំគួរធ្វើយ៉ាងម៉េចដើម្បីជិតស្និទ្ធជាមួយគាត់ទៅហើយខ្ញុំត្រូវធ្វើយ៉ាងម៉េចដើម្បីបានសំណាងបន្ថែមខ្ញុំមានគំនិតថ្មីហើយកាលពីខ្ញុំនៅក្មេងលោកយាយរបស់ខ្ញុំមានសុខភាពមិនល្អទេដូច្នេះខ្ញុំក៏រៀនធ្វើម្ហូបដើម្បីមើលថែគាត់ខ្ញុំក៏បានធ្វើដូចគ្នាដើម្បីផ្គប់ចិត្តគ្រួសារចៅបងស្រីមីងស៊ីបងស្រីធ្វើម្ហូបឆ្ងាញ់ណាស់មិនអាក្រក់ទេប៉ុន្តែពេលនេះប្រព័ន្ធសំណាងបើខ្ញុំធ្វើម្ហូបឲ្យហ្វយ៉ាន់ស៊ីតើខ្ញុំអាចស្រូបសំណាងពីគេបានអត់ពិតណាស់នាងនឹងអាចបានសំណាងដរាបណានាងស្និទ្ធស្នាលជាមួយគេហ្វយ៉ាន់ស៊ីខ្ញុំជឿថាលោកនឹងភ្ញាក់ផ្អើលនៅស្នាដៃធ្វើម្ហូបរបស់ខ្ញុំជាលើកដំបូងខ្ញុំទៅរកអីញ៉ាំសិនហើយទៅរកគ្រឿងផ្សំនៅហាងយ៉ាងតើឯងជឿដែរថាចៅមីងស៊ីមិនបានទិញតាមឆេនលីយ៉ៅតែបែរជាប្ដូរគោលដៅទៅហ្វយ៉ាន់ស៊ីវិញនាងគ្រាន់តែចង់ឲ្យលីយ៉ៅប្រចាំទេដឹងនាងមិនបានពាក់រ៉ូបដោយសារតែគេឲ្យមើលទៅម្ហូបនៅហាងកាហ្វេនេះញ៉ាំមិនកើតសោះមានតែម្ហូបរបស់ចៅមីងស៊ីទេទើបឆ្ងាញ់ពេលខ្លះមីងស៊ីចូលចិត្តបញ្ចុះបញ្ចូលកូនក្មេងអញ្ចឹងនាងប្រកាសជាបញ្ចុះបញ្ចូលលីយ៉ៅមិនខានទេបើជាសុកនាងសម្រេចចិត្តមកសាលាវិញយូរនឹងតើមីងស៊ីមានបានប្រាប់ថានាងមកផ្ទះវិញអត់មានអ្នកណាខ្វល់ពីនាងទៅនាងតែងតែកុហកអ្នកនៅជុំវិញខ្លួនតើពេលណានាងត្រឡប់មកវិញនាងនឹងឯងត្រូវគ្នាតែមិនបានឯងមិនបញ្ចុះបញ្ចូលនាងបើមិនកើតការទេពួកយើងនឹងសារភាពថាមិនមែនជាកំហុសរបស់នាងទេខ្ញុំមិនទៅទេបងស្រីធំទៅខ្លួនឯងទៅពេលដែលនាងទៅខ្ញុំបានទៅមើលទូខោអាវខ្ញុំមិនឃើញនាងយកខោអាវម៉ាក់ទិញឲ្យទៅទេតាមមើលទៅនាងប្រហែលស្នាក់នៅសាលាទេដឹងនាងនឹងត្រឡប់មកវិញដោយជើងទាំងពីររបស់នាងផ្ទាល់បើមិនអញ្ចឹងទេខ្ញុំនឹងត្រូវញ៉ាំអាហារអាក្រក់ជារៀងរាល់ថ្ងៃមែនទេគ្មានផ្លូវទេបើយើងហៅចៅមីស៊ីនាងនៅតែធ្វើម្ហូបឲ្យខ្ញុំហេតុអ្វីនាងមិនមកផ្ទះថ្ងៃនេះតើមូលហេតុអ្វីដំណឹងហ្វយ៉ាន់ស៊ីធ្វើបាបនាងបានឮមកដល់ថ្នាក់របស់ខ្ញុំតើលីយ៉ៅនឹងត្រូវគេចាប់ប្រកាន់ដែរឬទេប៉ុន្តែលីយ៉ៅគេច្បាស់ជាមើលងាយនាងមិនខានទេបើសិនជានាងចង់បានលីយ៉ៅរស់ត្រាតែនាងស្អាតដូចយន់របស់យើងបើសិនជានាងមានសំណាងមែននាងនឹងក្លាយជាកូនជ័រស៊ីរបស់សាលាហើយជប់កុហកខ្លួនឯងទៅនាងគ្រាន់តែចង់ឲ្យគេទៅសើសម្រស់របស់នាងប៉ុណ្ណោះសុំតោបានហើយសៅសេកយើងឈុំនិយាយពីមីងស៊ីទៀតទៅអូសៅសេកនិយាយបែបនេះដោយសារតែនាងមិនដែលឃើញមីងស៊ីសម្រាប់ដ៏ស្រស់បំព្រងនឹងគួរឲ្យទាក់ទាញនេះធ្វើឲ្យមានអារម្មណ៍ថាគួរឲ្យខ្លាចសួស្ដីម៉ាក់ប៉ាប្អូនប្រុសយន់ខ្ញុំគឺមីងស៊ីប៉ុន្តែដោយសារតែរឿងមួយឆ្នាំមុនវាមិនអីទេចៅមីងស៊ីនាងមិនបានកាន់បាយឲ្យខ្ញុំទេតើនាងខឹងខ្ញុំមែនទេខ្ញុំមិនគួរដើរដល់ផ្លូវនេះទេអូតែខ្ញុំគួរសុំទោសនាងមុនល្អទេនាងមកហើយបងស្រីធំមីងស៊ីតើនាងមិនអើពើនឹងខ្ញុំទេឬ